ជាថ្មីចង់ថានេះយើងមកជួបគ្នានៅការធ្វើវីដេអូបង្ហាញពីសំណួរចម្លើយលើសៀវភៅវិទ្យាសាស្ត្រថ្នាក់ទី6បាទចឹងនេះគឺជាមេរៀនទី2ចំពោះទី1គឺការដាំដំណាំបាទតោះចឹងយើងមកមើលសំណួរចម្លើយទាំងអស់គ្នាទី1ចូលឆ្លើយនឹងសំណួរខាងក្រោមផ្នែកកតើគេត្រូវជ្រើសរើសដីនៅកន្លែងណាសម្រាប់ដាំដំណាំព្រោះអ្វីបាទផ្នែកខហេតុអ្វីបានជាគេត្រូវធ្វើរោងដំណាំនៅរដូវវស្សាឲ្យខុសពីរោងដាំដំណាំនៅរដូវប្រាំងបាទនិងផ្នែកគោដាក់ថាហេតុអ្វីបានជាត្រូវស្ទូងកូនបន្លែនៅពេលរសៀលតោះចឹងយើងមកមើលចម្លើយគេទាំងអស់គ្នាផ្នែកកដើម្បីដាំដំណាំគេត្រូវជ្រើសរើសដីដែលធូរនៅជិតប្រភពទឹកព្រោះធ្វើឲ្យយើងងាយស្រួលក្នុងការយកទឹកទៅស្រោចដំណាំនឹងងាយស្រួលក្នុងការថែទាំបាទផ្នែកខបានជាគេត្រូវធ្វើរោងដំណាំនៅរដូវវស្សាឲ្យខុសពីរោងដាំដំណាំនៅរដូវប្រាំងឬខ្ពស់ពីផ្ទៃដីព្រោះដើម្បីការពារកុំឲ្យជាំទឹកបាទការពារជាំទឹកឬក៏ដើម្បីការពារកុំឲ្យទឹកលិចបាទអញ្ចឹងយើងចូលដល់សំណួរគោគេថាបានជាត្រូវស្ទូងកូនបន្លែនៅពេលរសៀលដើម្បីការពារកុំឲ្យស្លោកកូនបន្លែបាទតោះចឹងយើងចូលដល់សំណួរទី2សួរថាតើដំណាំអាចលូតលាស់បានល្អនៅលើដីប្រភេទណាចឹងយើងគូសគ្រីសយកដីណាមានដីខ្សាច់ដីឥដ្ឋដីល្បាប់និងដីរអិលបាទដីរអិលចឹងយើងគូសយកចំណុចគោគឺដីល្បាប់ទី2ទី3គេថាតើគេអាចដាំដំណាំត្រកួននៅកន្លែងណាខ្លះបាទចឹងដំណាំត្រកួនយើងលើកចំណាយគោគឺដាំនៅលើដីផងឬក៏នៅលើទឹកផងបើថាលើដីក៏បានលើទឹកក៏បានតិចបងគូសថាដាំនៅលើអាកាសគឺចប់ហើយបាទចឹងវីដេអូនេះក៏សូមបញ្ចប់ត្រឹមតែប៉ុណ្ណេះយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតអរគុណច្រើន